ថ្ងៃនេះយើងនឹងនិយាយអំពីជំងឺមួយប្រភេទដែលមានឈ្មោះថា Pityriasis rosea ដែលគេហៅថាជំងឺ PR គឺជាជំងឺដែលសម្បូរទៅលើប្រជាជនខ្មែរយើងដែរហើយវាអាចជាដោយខ្លួនឯងក្នុងរយៈពេលប្រហែលជា6ទៅ8សប្តាហ៍ហើយវាច្រើនកើតទៅលើក្មេងអាយុ10ទៅ35ឆ្នាំដែលស្ត្រីកើតច្រើនជាងបុរសដែលវាកើតឡើងនៅខែត្រជាក់ហើយវាមានសញ្ញាដូច Christmas tree ដែលមូលហេតុរបស់វាគេអត់ទាន់បានរកឃើញច្បាស់លាស់ទេប៉ុន្តែគេគិតថាអាចទី1មកពីពពួក virus ទី2គឺដោយសារការប្រើប្រាស់ថ្នាំហើយសញ្ញាដំបូងដែលគេឃើញគឺ hair patch ដែលភាគច្រើនវាកើតនៅលើខ្នងនិងទ្រូងហើយដែលជំងឺនឹងមានរោគសញ្ញាក្អកឈឺកអស់កម្លាំងនិងឈឺក្បាលឥឡូវយើងមកស្វែងយល់អំពី hair patch វាមានលក្ខណៈស្មើឬក៏ខ្ពស់ជាងស្បែកយើងវាមានរាងជា oval អ្វីរបស់វាប្រហែលជា2ទៅ5សង់ទីម៉ែត្រពណ៌របស់វាគឺពណ៌ salmon red ហើយមានស្កែលនៅលើនឹងផងដែរនៅពេលនៃជំងឺ PR នៅពេលដែលគាត់បានកើត hair patch ហើយបន្ទាប់ពីរយៈពេល1ទៅ2សប្តាហ៍គាត់នឹងមាន white split rash ដែល white split rash មានលក្ខណៈទី1គឺ macule ឬក៏ patch ហើយវាមានរាង oval shape រាងរង្វង់ហើយវាមានពណ៌ pink ឬក៏ពណ៌ក្រហមស្លេកដែលពេលខ្លះវាអាចរមាស់ដែរហើយវាមានរាងដូច Christmas tree ចំពោះការធ្វើរោគវិនិច្ឆ័យនៅពេលដែលយើងឃើញ hair patch យើងចង់ច្បាស់គឺយើងធ្វើ skin scraping យកទៅពិនិត្យមើលដើម្បីកំណត់បានថាវាគឺជាជំងឺ PR ចំពោះ management វិញគឺទី1គឺមិនបាច់ព្យាបាលទេដោយសារតែជំងឺនេះអាចជាដោយខ្លួនឯងវិញបានគ្រាន់តែវាទាមទាររយៈពេល6ទៅ8សប្តាហ៍បើសិនជាអ្នកជំងឺរមាស់យើងអាចព្យាបាលទី1យើងអាចប្រើពពួក corticosteroid លាបទៅលើកន្លែងដែលកើតហ្នឹងហើយទី2គឺយើង avoid អំពីពន្លឺព្រះអាទិត្យហើយនឹងប្រើប្រាស់ពពួក sunscreen បើសិនជាអ្នកជំងឺរមាស់ខ្លាំងគឺយើងអាចប្រើពពួក antihistamine ដើម្បីកាត់បន្ថយក្នុងការរមាស់ចំពោះ complication វិញគឺអត់សូវមានទេតែបើមានគឺរមាស់ខ្លាំងហើយជំងឺ PR នេះគឺវាអាចកើតឡើងវិញចំពោះការព្យាបាលនេះគឺទាមទារទៅជួបលោកគ្រូពេទ្យផ្នែក dermatologist ដើម្បីឲ្យគាត់ព្យាបាលយើងហើយយើងអាចទៅទិញថ្នាំឬក៏ប្រើប្រាស់ដោយគ្មានការណែនាំពីលោកគ្រូពេទ្យទេ